គេបងចឹងតេតើមួយការប្រើប្រាស់របស់ Scarlett 2 នេះយើងអាចប្រើលើនេះក៏បានយើងអាចប្រើនៅលើ software តែជាទូទៅយើងប្រើនៅលើ software វាស្រួលជាងបងចឹងឧទាហរណ៍យើងដោត input អានេះវាយើងដោត input ឥឡូវយើងកំពុងដោត microphone នេះបងចូលទៅ channel input លេខ1អញ្ចឹងបងចុច 48V សិនបងចុច 48V អូខេវា load សញ្ញា signal ចូលហើយអញ្ចឹងវានឹងចូល input ទី1នេះអញ្ចឹងចំពោះ Scarlett ជំនាន់ទី4ក្រោយនេះធូរឲ្យធូរឡើងទៅវាមាន auto gain អញ្ចឹងបងចង់ច្រៀងបងខ្លាចផ្ទុះសលេងអីបងចុចពី auto gain វាឲ្យបងតេស្តសាកបងជួយតេស្តសាកមើលច្រៀងឲ្យខ្លាំង ឡូ បាទស្រែកទៀតបងខ្លាំង ហើយសួស្ដី អូខេតិចទៀតវាចាប់ signal មួយណាឲ្យយើងច្រៀងឲ្យល្អអូខេនេះហើយអញ្ចឹងវាកំណត់ signal ថាកម្រិតប៉ុណ្នេះចូលទៅអត់មានបញ្ហាទេពេលបងស្រែកយើងអាចសេរីនៅលើនេះដែរប៉ុន្តែលើនេះវាអត់មានលេខបើនេះយើងមើលទៅវាមានលេខវានេះបាទឃើញទេវាមានលេខអញ្ចឹងយើងស្រួលចំណាំហើយមួយទៀតបងចង់ឲ្យវាលឺមក monitor បងអាចចុចបើក monitor ទៅបងនិយាយទៅចូល speaker ហើយ ឡូឡូ ទៀត ឡូ អូខេបង ឡូ1 2 3 អញ្ចឹងយើងបើក game master 1 2ឡូអូឡូអូខេឡូក្រៅខេនេះ អូខេហ្នឹងអញ្ចឹងបងលឺមកខ្លួនឯងអញ្ចឹងអា line air នេះវាមាន preset របស់វាមាន2អានេះបើបងថតហ្គីតាយើងយកពណ៌រៀងទឹកក្រូចនេះតែបើយើងថតសលេងយើងចុចយកពណ៌បៃតងនេះអញ្ចឹងសលេងខុសគ្នាបងស្ដាប់មើលឡូវាមាន ឡូ វាមានជាតិណាយ៉ាបើយើងបិទវិញវាដូចបាត់រសជាតិវាឡូអូខេហ្នឹងហើយអញ្ចឹងបងពេលបងថតមកបងបើក air មកវាមានរសជាតិមកនៅវាមាន high បើក្នុងហ្នឹងអូខេអរគុណ